ឥឡូវគ្រូនឹងបង្ហាញយើងពីការប្រើប្រាស់ MySQL Server Language Server SQL Server បាទអញ្ចឹងមុននឹងពេលអស់លោក set Windows ហើយអស់លោកគូតែនេះជា comment មួយដែលអស់លោកត្រូវតែ set up Windows SQL Server នឹងមុនគេណាបាទអញ្ចឹងនៅពេលហ្នឹងអស់លោកអាចចូល start របស់ Windows អស់លោកអាចយកបាទ SQL Server បាទនេះយក Microsoft SQL Server 2014 Management Studio បាទនៅក្នុងនោះវាមានច្រើនទៀតណាបាទអញ្ចឹងយើងដឹងហើយ SQL Server វាជាគេហៅ data store មួយសម្រាប់ store នៅ data ប្រភេទ data របស់បុគ្គលិកឬក៏គ្រប់គ្រងបុគ្គព័ត៌មានសិស្សអីហ្នឹងគឺនៅលើនឹងទាំងអស់បាទអញ្ចឹងជាធម្មតានៅពេលដែលអស់លោក log ចូលដំបូងគេ set up ដំបូងគេហ្នឹងអស់លោកនឹង log in ទៅកាន់ server ហ្នឹងដោយប្រើ authentication mode ណាបាទអញ្ចឹង authentication mode ហ្នឹងគឺប្រើវាហ្នឹងគឺគេហៅថាជាមួយនឹង server name បាទ server name ដែលយើង install វានៅលើ server យើងហ្នឹងឈ្មោះអីបាទហើយវានឹង log តាមនេះ user របស់យើង user ដែលយើងបាន set up បាទអញ្ចឹងវានឹង Windows authentication ហ្នឹងគេមានន័យថាគេជ្រើសរើសយកវាទៅlog តាម Windows authentication ហ្នឹងមានន័យថាគេអាច log យក user របស់ Windows ហ្នឹងយកមក log Windows យកមក log ហ្នឹងមានន័យថាអស់លោក log in ចូល Windows ឈ្មោះ user អីឈ្មោះអីហើយ set up SQL server បន្ទាប់មក SQL server នឹងចាប់យកlog user log របស់ Windows នឹងធ្វើជា user របស់វាអញ្ចឹងអានេះគឺមានវីដេអូបែបហ្នឹងប៉ុន្តែបើអស់លោកអាចជ្រើសរើសយក SQL server authentication mode ហ្នឹងគឺអាហ្នឹងយើងអាចជ្រើសរើស user របស់ server យកមក execute អញ្ចឹង user ធម្មតា userសារដូច user Windows ដែរគឺជា admin របស់ SQL server ស្មើនឹង administrator របស់ Windows បាទអញ្ចឹងយើងអាចវាយ password ណា password lock ចូលប៉ុន្តែជាធម្មតាវាអត់អាច lock ចូលបានទេអញ្ចឹងបើសិនជាអស់លោកចង់ lock ចូលអស់លោកត្រូវ enable user ហ្នឹងសិនអញ្ចឹងរបៀប enable វាយ៉ាងម៉េចណាបាទអញ្ចឹងយើងចូលយក security អស់លោកឃើញ folder មួយឈ្មោះ login បាទអញ្ចឹងអស់លោកចូល login មកនេះឃើញ user សារអញ្ចឹងវានឹងឃើញស្នាមក្រហមអញ្ចឹងដែរមានន័យថា user ហ្នឹងគាត់ enable អត់ទាន់ open ទេអញ្ចឹងអស់លោកអាច right click លើ user សារហ្នឹងមកបន្ទាប់មកអស់លោកអាចយក property ទៅលើ user សារបាទអញ្ចឹងអស់លោកអាចវាយ password ដែលអស់លោកចង់បានទេវាយ password ណាបាទបន្ទាប់ពីអស់លោកវាយ password ដែលអស់លោកឧបមាថាយើងវាយ password បាទ123បាទបន្ទាប់មកអស់លោកដំបូងវា disable មានន័យថាវាប្រើអត់បានចេញក្រហមអញ្ចឹងអស់លោកជ្រើសរើសយើង enable ណាបាទហើយចុច OK មកជាការស្រេចបាទដោយសារគ្រូមានទេគ្រូមិនបាច់ចាំចុចទៀតបាទបន្ទាប់ពីអស់លោកធ្វើបែបហ្នឹងហើយអញ្ចឹងអស់លោកត្រូវធ្វើអីទៀតបាទអញ្ចឹងអស់លោកត្រូវទៅបើក authentication បាទ login ហ្នឹងនេះបើក authentication នេះបាទ SQL server authentication ធម្មតាវា log តាមនេះអញ្ចឹងអស់លោក right click ទៅលើ server យើងបាទហើយយកពាក្យ property បាទបន្ទាប់ពីបាន property អស់លោកជ្រើសរើសយក security អញ្ចឹងពេលដំបូងនេះវានឹងជ្រើស option Windows authentication មានន័យថាអស់លោក log បានតែ Windows authentication នោះទេណាបាទអញ្ចឹងយើងចង់បានទាំងពីរអស់លោកជ្រើស SQL server authentication and Windows authentication mode ណាបាទហើយបាទតែប៉ុណ្្នឹងមកអស់លោកអាចចុច OK មកបាទហើយបន្តមកទៀតអស់លោកត្រូវ right click បាទ right click យក restart ណាអស់លោកយក restart មានយើង restart service ដើម្បីឲ្យស្គាល់ថាអ្វីដែលយើងបានកំពុងតែធ្វើហ្នឹងឃើញទេយើងអាច restart វាមកបាទអញ្ចឹងវានឹង restart service បាទបន្តមកវានឹងចេញពាក្យ dialog box មួយ Microsoft SQL Server Management Studio អស់លោកវាសួរថា are you sure you want to restart the MS SQL Server Service on AU ណានៅលើ server របស់ AU ហ្នឹងបាទអញ្ចឹងអស់លោកអាច yes បាទអញ្ចឹងវានឹង restart នៅ service ហើយ
cái nhéនេះវាចាប់តាម restart បាទអញ្ចឹងអស់លោកអាចបិទវា lock សារថ្មីអញ្ចឹងអស់លោកនឹងរើសយកនេះពីមុនអស់លោក lock តាមនឹងតើឥឡូវអស់លោកអាចយក server បាយ user ហើយបាយ1 2 3បាទអញ្ចឹងអាចដាក់ password អីក៏បានដែរណា connect មកអញ្ចឹងអស់លោកនឹងហើយអស់លោកអាចក៏អាច lock បានច្រើនដែរណាបាទនេះជាមូលដ្ឋានគ្រឹះដំបូងដែលលោកគ្រូបង្ហាញយើងពីការ enable user សារបាទអញ្ចឹងការ lock ចូល server មានពីគឺ Windows Authentication ដោយប្រើ user របស់ Windows ហើយនិង SQL Server Authentication គឺអស់លោកជ្រើសរើសយក user របស់ SQL ដើម្បី lock ចូលណាប៉ុន្តែជា default គឺគេប្រើ Windows Authentication បន្ទាប់ពីបានហើយអស់លោកទៅ enable តាមវិធីសាស្ត្រដែលប្រាប់ពីមុននឹងមកវានឹងទទួលជោគជ័យហើយបាទចំណែកមួយទៀតគេហៅ server type បាទវាមានច្រើនអស់លោកអាចជ្រើសបានច្រើនថាប្រភេទ database engine ឬក៏ analyze ឬក៏ report ឬក៏ integrate អានោះវាមាន service បាទច្រើនដែលយើងជ្រើសរើសណាបាទហើយនៅលើ server នេះអស់លោកអាច browse ទៅរកប្រភេទ server ផ្សេងទៀតណាដូចជា server អីផ្សេងឬក៏តាម network service អីក៏បានដែរណាបាទអញ្ចឹងអស់លោកអាចរើសនេះអានេះ default របស់យើងណា database engine ឬក៏ network ពី server ផ្សេងតាមរយៈ network ណាបាទហើយអស់លោកជ្រើសរើសចុច OK ជាការស្រេចហើយបាទអញ្ចឹងអរគុណច្រើនពីការតាមដានបាទហើយមានបញ្ហាអាចតេតតូនលោកគ្រូបាន